សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការបង្កើតនៅក្របសៀវភៅងាយៗអញ្ចឹងដើម្បីបង្កើតក្របសៀវភៅលោកគ្រូគ្រាន់តែចូលកម្មវិធីគ្រូបន្ទុកថ្នាក់នឹងមកហើយលោកគ្រូចូលទៅកន្លែងផ្នែករដ្ឋបាលហើយលោកគ្រូនឹងឃើញកន្លែងក្របសៀវភៅនេះបាទហើយបន្តមកទៀតលោកគ្រូអាចធ្វើការជ្រើសរើសបានអញ្ចឹងឧទាហរណ៍ថាលោកគ្រូចង់បានក្របសៀវភៅអ្វីអញ្ចឹងលោកគ្រូគ្រាន់តែជ្រើសរើសកន្លែងសភៅនឹងមកតាក់ទងនឹងសភៅគេសម្រង់វត្តមានបាទអញ្ចឹងត្រង់ចំណុចនេះនឹងផ្លាស់ប្ដូរហើយក្នុងករណីដែលគ្រូអត់មានសភៅមួយដែលចង់គ្រូតែថែមក្របសភៅនឹងមកបាទឧទាហរណ៍សភៅស្អាតអញ្ចឹងចុះបាទអញ្ចឹងឃើញថាកន្លែងក្របសភៅហ្នឹងនឹងមានការផ្លាស់ប្ដូរហើយតាក់ទងទៅនឹងថ្នាក់ទីឈ្មោះគ្រូបរិញ្ញាបាទគ្រូអាចធ្វើការចូលបានហើយតកតូនទៅនឹងកន្លែងត្រង់ចំណុចសាលានេះវិញលោកគ្រូអាចធ្វើការបញ្ចុះបាននៅត្រង់ចំណុចកន្លែងបញ្ចូលព័ត៌មានគ្រូត្រង់ចំណុចនេះមកវានឹងចាប់យកឈ្មោះសាលារបស់លោកគ្រូហើយតកតូននឹងក្របសភៅនឹងមាន2តកតូននឹងក្របសភៅតម្រងទី1ហើយនឹងតម្រងមួយទៀតគឺតម្រងបែបនេះលោកគ្រូអាចជ្រើសរើសបានតកតូនទៅនឹងក្របសភៅតាមគ្រូមុខវិជ្ជានឹងឧទាហរណ៍សភៅគេសម្រងវត្ថុគ្រូបរិញ្ញាឈ្មោះអីមុខវិជ្ជាណាអីបែបនេះជាដើម